Hello everyone, welcome back to my channel Nari English Class សួស្តីបងប្អូនលោកគ្នាសូមស្វាគមន៍មកកាន់ channel YouTube របស់ខ្ញុំបន្តទៀតថ្ងៃនេះយើងនឹងមកសិក្សាអំពីមេរៀនថ្មីគឺយើងនឹងសិក្សាអំពីពាក្យនៅក្នុងគ្រួសារឬក៏ family គឺនិយាយអំពីគ្រួសារអញ្ចឹងនៅក្នុងគ្រួសារនេះគឺយើងត្រូវស្គាល់អំពីពាក្យនីមួយៗតោះមកទេបងប្អូនព្យាយាមបង្កើតជាប្រយោគដែលយើងប្រើប្រាស់ verb to be កាលពីម្សិលមិញហ្នឹងដើម្បីមកបង្កើតជាប្រយោគងាយស្រួលក្នុងការប្រើប្រាស់ហើយយើងចេះទាំងពាក្យចេះទាំងប្រយោគអញ្ចឹងការដែលយើងរៀនពាក្យយើងកុំរៀនពាក្យតែមួយឬក៏រៀនពាក្យអត់មានបង្កើតជាប្រយោគអានឹងវាឆាប់ផ្លិចប៉ុន្តែបើសិនយើងបង្កើតជាប្រយោគនិយាយទៅវាងាយស្រួលចាំយើងចេះទាំងពាក្យយើងចេះទាំងប្រយោគទៀតចឹងលើកុំឲ្យខាត់ពេលវេលាយូរយើងទៅមើលអំពី family members សមាជិកគ្រួសារចឹងនៅក្នុងសមាជិកគ្រួសារនោះគឺមានទី1គឺ grandfather គេថាតាឬក៏ជីតាទី2គឺ grandmother ឬក៏យាយជីដូនឬក៏យើងនិយាយពាក្យខ្លីកាត់ថា grandpa ឬក៏ grandma បន្ទាប់ពីជីដូននិងជីតាមកគឺឪពុកម្ដាយឪពុកភាសាអង់គ្លេសថា father ឪពុកចំណែកឯម្ដាយគឺ mother នេះគឺម្ដាយបន្ទាប់ពីឪពុកម្ដាយមកគឺកូនប្រុសកូនស្រីនេះគឺជាពាក្យថា son គឺមានន័យថាកូនប្រុសdaughter ឬក៏ daughter គឺកូនស្រីបន្ទាប់ពីកូនប្រុសស្រីមកគឺបងប្រុសបងស្រីបងប្រុសឬក៏បងប្រុសគេនិយាយថា brother ហើយបងស្រីឬក៏ប្អូនស្រីគេនិយាយថា sister បាទហើយពាក្យបន្តទៀតគឺអ៊ំប្រុសឬក៏ពូយើងប្រើពាក្យថា uncle គឺពូឬក៏អ៊ំប្រុសចំណែកឯមីងឬក៏អ៊ំស្រីយើងប្រើពាក្យថា aunt ហើយបន្តមកទៀតគឺបងប្អូនជីដូនមួយយើងអាចប្រើពាក្យថា cousin បងប្អូនជីដូនមួយហើយពាក្យចុងក្រោយគឺ baby ទារកអញ្ចឹងនៅក្នុងពាក្យ family នឹងដែរវាមានប្រភេទនៃគ្រួសារវាមានគ្រួសារតូចគ្រួសារធំឬក៏គ្រួសារដែលមានតែម្ដាយឬក៏ឪពុកចឹងទៅចុះសម្រាប់ប្រភេទគ្រួសារគឺទី1គ្រួសារតូចគឺពាក្យថា nuclear family មានថាគ្រួសារតូចចឹងគ្រួសារនោះមានឪពុកម្ដាយកូនហើយបន្តមកទៀតគឺគ្រួសារធំគឺ extended family មានថាគ្រួសារធំមានជីតាមានជីដូនឪពុកម្ដាយនិងកូននិងចៅហើយបន្តមកទៀតគឺជាគ្រួសារដែលមានតែម្ដាយឬក៏មានតែឪពុកគេហៅថា single parent family បាទនេះគឺជាពាក្យនៅក្នុងគ្រួសារយើងអាចយកពាក្យនឹងទៅបង្កើតជាប្រយោគដើម្បីឲ្យយើងចាំតែពាក្យនិងយើងចេះតាមរបៀបបង្កើតប្រយោគចឹងនៅក្នុងការនិយាយបងប្អូនយកពាក្យនីមួយៗទៅបង្កើតជាប្រយោគដោយយើងប្រើប្រាស់នៅ verb to be ដើម្បីយើងចេះទាំង grammar តែយើងចេះទាំងពាក្យទៀតចឹងឧទាហរណ៍ដូចជាការប្រើប្រាស់នៅខាងក្រោមឧទាហរណ៍គេបង្កើតជាប្រយោគ This is my family បាទហើយប្រយោគបន្តទៀតគឺ He is my father មានថាគាត់គឺជាឪពុករបស់ខ្ញុំអញ្ចឹងគឺយើងប្រើប្រាស់ verb to be ដើម្បីបង្កើតជាប្រយោគបន្តទៀតគឺ She is my mother នាងឬក៏គាត់គឺជាម្ដាយរបស់ខ្ញុំអញ្ចឹងនៅក្នុងការប្រើប្រាស់ verb to be កាលពីម្សិលមិញយើងនិយាយហើយគឺ he she it យើងប្រើជាមួយនឹង is ឥឡូវយើងទៅមើលប្រយោគមួយទៀត I have one brother and one sister ខ្ញុំមានបងប្រុសម្នាក់និងបងស្រីម្នាក់និងប្រយោគចុងក្រោយគឺ I love my family very much
I love my family very much ខ្ញុំស្រឡាញ់គ្រួសាររបស់ខ្ញុំណាស់ចុះសម្រាប់តែបងប្អូនដែលគាត់មិនទាន់ចេះពី grammar ច្រើនគ្រាន់តែរៀនបង្កើតប្រយោគដោយការប្រើប្រាស់នៅ verb to be គឺបានហើយយើងរៀនអានម្ដងហើយម្ដងទៀតដើម្បីយើងចេះទាំងពាក្យហើយយើងចេះទាំងប្រយោគរាប់មាត់អញ្ចឹងក៏សម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងអញ្ចឹងបងប្អូនកុំភ្លេចជួយ like share និង subscribe ដើម្បីទទួលបានវីដេអូមេរៀនបន្ថែមទៀតអញ្ចឹងមានប៉ុណ្ណឹងអរគុណច្រើន